ធ្វើធ្វើមិនអាចប្រកួតប្រជែងបានពានរង្វាន់ធំៗនៅតំបន់អឺរ៉ុបក៏ដូចជាពានរង្វាន់នៅក្នុងស្រុកផ្សេងៗមែនប៉ុន្តែពេលនេះគឺក៏ទទួលបាននៅពានរង្វាន់ធំមួយសម្រាប់លោកចិត្ត fan គ្រប់គ្នាសូមជូនរួមបវរសាទរដល់ក្រុមហង្សក្រហម Liverpool បាទដែលទៅក្លាយទៅជាម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌ English Premier League រដូវកាល 2024-2025 បន្ទាប់ពីយកឈ្នះក្រុមមាន់កោខ្នាយតាន់ដែលជាក្រុមភ្ញៀវដោយលទ្ធផលគឺរហូតដល់ទៅ5-1ឯណោះមកទល់ពេលនេះគឺក្រុមហង្សក្រហម Liverpool បានដាច់ពិន្ទុបាទគឺរហូតដល់ទៅ15ពិន្ទុឯណោះអ្វីត្បិតថានៅសល់4ប្រកួតទៀតក៏ដោយបាទក៏បានคล้ายទៅជាម្ចាស់ជើងឯកបាទ EPL នេះផងដែរហើយសម្រាប់ពានរង្វាន់ English Premier League គិតចាប់ពីឆ្នាំ1900មកបាទហង្សក្រហម Liverpool គឺទទួលបានរហូតដល់ទៅ20ពានហើយសរុបទាំងក្នុងឆ្នាំ2024-2025នេះក៏ជាការលើកពានដំបូងផងដែររបស់លោកគ្រូបង្វឹកសញ្ជាតិហូឡង់បាទដែលទៅតែមកកាន់តំណែងក្នុងរដូវកាលនេះផ្ទាល់បាទគឺលោកអានស្លុត